សូមជូនរឿងធម្មិកឧបាសកព្រះបរមសាស្តាទ្រង់ប្រារព្ធធម្មិកឧបាសកជាអ្នកដល់ព្រមដោយកល្យាណធម៌ពេលដែលគាត់ឈឺចិត្តស្លាប់នោះគាត់បានប្រើកូនប្រោឲ្យទៅនិមន្តព្រះសង្ឃមកសូត្រធម៌សតបដ្ឋានសូត្រឲ្យគាត់ស្ដាប់នៅពេលដែលព្រះសង្ឃកំពុងតែសូត្រសតបដ្ឋានសូត្រនោះធម្មិកឧបាសកគាត់បានឃើញនៅទេវរដ្ឋមួយចំនួនជាច្រើនដែលពួកទេវតាទាំង6ជាន់នាំយកមកចាំទទួលគាត់ទៅកាន់ឋានទេវលោកធម្មិកឧបាសកបាននិយាយអង្វររកនឹងទេវតាថាឈប់ចាំសិនព្រោះគាត់បង្អង់ចាំស្ដាប់ធម៌សតបដ្ឋានសូត្រឲ្យបានចប់ពួកភិក្ខុទាំងឡាយបានឮធម្មិកឧបាសកបាននិយាយថាឈប់សិនដូច្នោះហើយទៅឈប់សូត្រធម៌ចម្រើនពរសុំលានិមន្តត្រឡប់ទៅវត្តវិញពេលដែលពួកភិក្ខុបាននិមន្តត្រឡប់ទៅដល់វត្តអស់ហើយធម្មិកឧបាសកបានដឹងស្មារតីឡើងមិនឃើញព្រះសង្ឃក៏សួរកូនថាព្រះសង្ឃនិមន្តទៅណាហើយពួកកូនប្រុសស្រីបានប្រាប់គាត់ថាព្រះសង្ឃលោកនិមន្តទៅវត្តអស់ហើយព្រោះឪពុកបាននិយាយថាឈប់សិនធម្មិកឧបាសកក៏ភ្ញាក់ខ្លួនព្រឺតនិយាយទៅកាន់កូនថាពុទ្ធោឪពុកមិនបាននិយាយឲ្យលោកឈប់សូត្រធម៌ពីអង្កាលណាឪពុកនិយាយជាមួយទេវតាដែលបានចុះមកដើម្បីយកពុកទៅនៅឋានទេវលោកទេតើទោះបីជាគាត់និយាយប្រាប់រឿងពិតយ៉ាងណាក៏ដោយក៏កូនប្រុសស្រីមិនជឿគាត់ដែរធម្មិកឧបាសកបានប្រាប់ឲ្យកូនប្រុសស្រីយកកម្រងផ្កាបោះឡើងទៅលើអាកាសវេហាហើយបានអធិដ្ឋានឲ្យកម្រងផ្កានោះជាប់នឹងចន្ទុលទេវរដ្ឋដែលពួកទេវតានាំមកពីឋានតុសិតទេវលោកពួកប្រជាជនដទៃទៀតមើលឃើញតែកម្រងផ្កាមិនឃើញទេវរដ្ឋឡើយចំណែកឯពួកភិក្ខុទាំងឡាយលុះនិមន្តត្រឡប់មកដល់វត្តហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនធម្មិកឧបាសកពេលដែលខ្ញុំបករណាទាំងឡាយសូត្រធម៌សតបដ្ឋានសូត្រនោះគាត់បានហាមមិនឲ្យខ្ញុំប្រករណាសូត្រឡើយព្រះសាស្តាទ្រង់ត្រាស់រឿងពិតឲ្យភិក្ខុទាំងនោះបានដឹងច្បាស់ហើយត្រាស់នៅព្រះគាថានេះថាអ៊ិធៈមោតតិបច្ចៈមោតតិកតបញ្ញោឧភយថៈមោតតិសោមោតតិសោបមោតតិទិថ្វាកម្មវិសុទ្ធិមតនោ អ្នកដែលបានធ្វើបុណ្យទុកហើយរមែងត្រេកអររីករាយសប្បាយក្នុងលោកទាំងពីរគឺរីករាយក្នុងលោកនេះផងរីករាយក្នុងលោកខាងមុខផងគេរមែងត្រេកអររីករាយសប្បាយព្រោះឃើញនៅកម្មដែលបរិសុទ្ធរបស់ខ្លួនបានធ្វើហើយក្នុងការជាប់ព្រះគាថាពុទ្ធបរិស័ទបានសម្រេចអរិយផលមានសោតាបត្តផលជាដើមអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រ282ដល់290សតនបៃដកលេខ52ទំព័រទី24ចប់សូមអនុមោទនា